So ស្ដីអ្នកទាំងអស់គ្នា yes នៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អំពីរបៀបនៅក្នុងការ set up font អក្សរហើយនិង size កន្លែងនេះគឺឲ្យវា auto បើន័យថាយើងបើក Microsoft Excel មកគឺវាឃើញ font ហើយនិង size ហ្នឹងគឺវា load មក auto យកមកអញ្ចឹងយើង set up មិនកន្លែងនេះបើខ្ញុំចង់បានថាខ្មែរ OS បាត់ដំបងក៏បានខ្ញុំចង់ set up វាទៅជាtime new element ក៏បានដែរហើយកន្លែងតើតទៅនឹង size នេះគឺខ្ញុំចង់បាន font តើតទៅនឹង size 14ក៏បាន size 16ក៏បានអញ្ចឹងយើងទៅ set up ទាំងអស់គ្នាថាតើរបៀបនៅក្នុងការ set up គឺយើង set up មិនអញ្ចឹងមានអីពិបាកទេនៅក្នុង Microsoft Excel យើងគ្រាន់តែចូលកន្លែង file yes យើងជ្រើសរើសពាក្យថា option ដែលនៅខាងក្រោមគេបន្តមកទៀតយើងនឹងឃើញផ្ទាំងបែបនេះគឺយើងមើលខាងលើគេបងអស់មានពាក្យថា general យើងคลิกកន្លែង general ហ្នឹងមកហើយយើង scroll ចុះក្រោមយើងនឹងឃើញពាក្យកន្លែងwhen creating new workbooks អញ្ចឹងកន្លែងនេះយើង creating វាមក creating ឧទាហរណ៍តែកន្លែងខ្ញុំចង់បានគេកន្លែងខ្ញុំចង់បានtime room time new roman កន្លែងនេះគឺ font ខ្ញុំយកត្រឹម font 14 yes ដោយសារតែវាជា font ភាសាអង់គ្លេសអូខេកន្លែងនេះកន្លែង view normal នេះឬក៏ normal view ហ្នឹងគឺខ្ញុំបាន view នៅក្នុងវីដេអូមុនហើយតើតើ normal មានន័យថាតម្រងធម្មតាបែបនេះវាមានតើតើតំណង cell មានអីមានបន្ទាត់មានអីត្រឹមត្រូវអញ្ចឹងហើយតើតើ page break view ហ្នឹងគឺវាចេញមកវាមាន page មួយអញ្ចឹងទៅ yes អញ្ចឹងកន្លែងហ្នឹងគឺវាមានដល់ប៉ុណ្ណឹងអញ្ចឹងកន្លែងនេះមួយទៀតតើតទៅនឹង include this many set អញ្ចឹងកន្លែងនេះគឺយើងកន្លែងនេះយើងអាច insert set បាន set កន្លែងនេះវាមាន set 1 set 2អញ្ចឹងបើយើងចង់ insert មកវាបានម្ដងមួយគឺយើងយកមួយទៅប៉ុន្តែបើយើងចង់បានម្ដងពីរគឺនៅពេលដែលយើងយកចុចលេខ2អញ្ចឹងទៅគឺ set របស់យើងនៅពេលដែលយើងបើកគឺវាមាន2អញ្ចឹងខ្ញុំលើកឧទាហរណ៍ថាខ្ញុំយកទៅនឹង font ខ្ញុំយក time new element ហើយតើតើនឹង font size ខ្ញុំយក14តើតើនឹង default view for worksheet នេះខ្ញុំយកតើតើនឹង normal view ហើយចុងក្រោយតើតើនឹង include this many sets ខ្ញុំយកលេខ2សាក់មើលឲ្យវាខុសពីទម្រង់ដើមបន្តិចបន្តមកខ្ញុំคลิกយកពាក្យថា OK អញ្ចឹងវាថា please close and restart Microsoft Excel អញ្ចឹងយើងត្រូវចុច OK មកហើយយើង restart បានន័យថាយើងចុចសញ្ញាខ្វែងនឹងចោលមកអានេះ don't save ក៏បានដែរដោយសារតែវាមិនមែនជាឯកសារសំខាន់បន្តមកទៀតដែលយើងនៅពេលដែលយើង restart Excel ហើយយើងចូល Excel មកសារថ្មីគឺយើងនឹងឃើញទម្រង់របស់យើងនេះគឺ video time new element ហើយ font របស់យើងគឺ font 14អញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចដូរបានហើយ set របស់យើងគឺវា load មកម្ដង2យកមកដោយសារតែមិនយើង set up វាម្ដង2 yes អញ្ចឹង set របស់យើងមាន2អូខេអញ្ចឹងតើតើទៅនឹងរបៀបនៅក្នុងការ set up font តើតើទៅនឹង size yes តើតើទៅនឹង set 1 set 2គឺយើង set up កន្លែងហ្នឹងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើន yes bye bye